ការងារកាត់ឈើនិងការងារឈូសឈើបែបនេះភាគច្រើនធ្លាប់តែឃើញបុរសជាអ្នកធ្វើប៉ុន្តែនៅប្រទេសឥណ្ឌាគេអត់មានប្រកាន់ថាបុរសឬមកក៏ស្រីគឺថាអាចធ្វើបានតែទាំងអស់ហ្នឹងឥឡូវចាំមើលការធ្វើផលនារីម្នាក់នេះពេលដែលគាត់ធ្វើអាឈើនឹងហើយចង់ដឹងថាអាឈើនឹងពេលគាត់យកទៅឈូសទៀតចង់ដឹងថារូបរាងស្អាតប៉ុណ្ណាអីចឹងណានិយាយទៅការធ្វើរបស់គាត់គឺថាមិនចាញ់មនុស្សប្រុសប្រហែលទេបងប្អូននិយាយទៅមិនសរសើរបានបងប្អូននិយាយទៅគាត់ធ្វើចេញមកគឺថាស្អាតខ្លាំងមែនទែនដើម្បីគាត់យកអាឈើទៅឈូសក៏ត្រូវតែយកវាទៅកាត់វាចេញជារូបរាងមួយស្អាតស្មើគ្នាអញ្ចឹងសិនបងប្អូនហើយនិយាយទៅការងារបែបនេះគឺថាភាគច្រើនណាគឺថាសម្បូរប្រុសធ្វើប៉ុន្តែបើថានៅប្រទេសឥណ្ឌាគឺថាมันគេមិនគិតថាស្រីឬប្រុសគឺថាអាចធ្វើបានតែទាំងអស់ហ្នឹងឥឡូវក៏ចាប់ដើមយកឈើដាក់ចូលក្នុងម៉ាស៊ីនកលឹងដើម្បីយកឈូសឈើយកធ្វើជារូបរាងអីចឹងហើយនិយាយទៅគាត់ធ្វើចេញមកគឺថាស្អាតខ្លាំងមែនទែនរូបរាងដែលគាត់ឈូសបែបនេះគឺថាភាគច្រើនអាកូនកលឹងនេះគេយកទៅដាក់តាមកម្មចដាដាក់តាមក្រេដាក់តាមអីចឹងគេយកទៅដាក់ផ្សេងប្រើការបានច្រើននិយាយទៅហើយគាត់មិនធ្វើតែកូនកលឹងរូបរាងបែបហ្នឹងទេគាត់អាចធ្វើជារូបរាងផ្សេងបានយ៉ាងមកកណោបងប្អូនឥឡូវគាត់ចាប់ដើមឈូសវាធ្វើជារូបរាងម្ដងតិចសិនបងប្អូនធម្មតាឈើអញ្ចឹងបើសិនយកចេះឈូសទេយើងឈូសញ៉ៃតិចអស់ឈើដូចខ្ញុំអញ្ចឹងឃើញគេធ្វើមានអារម្មណ៍ថាស្រួលប៉ុន្តែបើសិនជាធ្វើខ្លួនឯងមិនដឹងថាលំបាកប៉ុណ្ណាទេបងប្អូនស្រួលអត់បានឈូសទេស្រួលគ្រាន់តែដាក់ដែកចូលក្នុងអាឈើហ្នឹងដឹងដែកកលាច់ទៅដល់ណាទៅដល់ណីបាត់ឥឡូវគាត់ធ្វើបានប្រហែល 50% បងប្អូនចាំមើលពេលគាត់ធ្វើឲ្យ 100% បានដឹងថាកូនកលឹងដូចថាគាត់ឈូសហ្នឹងស្អាតប៉ុណ្ណាអញ្ចឹងអូ my god ឥឡូវចាប់ដើមចេញរូបរាងតិចបងប្អូននិយាយទៅគាត់ពិតជាប្រកាយខ្លាំងមែនទេបងប្អូននិយាយទៅមិនសើបានមនុស្សស្រីភាគច្រើននៅប្រទេសឥណ្ឌាគេលក់អីវ៉ាន់គេលក់អីអញ្ចឹងប៉ុន្តែគាត់នេះបែរជាមកធ្វើការផ្នែកបុរសវិញបងប្អូននិយាយទៅមិនសើបានគាត់ពិតជាប្រកាយខ្លាំងមែនទេបងប្អូនហើយនិយាយទៅការងារប្រភេទបែបនេះគាត់មិនមែនធ្វើតែឥឡូវបងប្អូនគាត់ចេះរាប់រយឆ្នាំដែរអញ្ចឹងគាត់មិនទុំតែចេះណាហើយនិយាយទៅការធ្វើរបស់គាត់សុទ្ធតែមានបច្ចេកទេសមានtechniqueរបស់គាត់ត្រឹមត្រូវគាត់មិនចេះធ្វើឲ្យទៅហើយតែពីដៃទេឥឡូវគាត់ព្រឹកព្រៀងខ្លាំងមែនទែនដើម្បីឈូសធ្វើមិនវាចេញមករូបរាងឲ្យស្អាតអញ្ចឹងហើយនិយាយទៅបងប្អូននិយាយទៅឃើញសំបីតែខ្ញុំមើលក៏មានអារម្មណ៍ថាគាត់ព្រឹកព្រៀងខ្លាំងណាស់បងប្អូនគាត់មិនចេះឈូសឲ្យទៅហើយតែពីដៃទេប៉ុន្តែការងារបែបនេះបើសិនជាប្រុសធ្វើគឺថាលឿនខ្លាំងមែនទែនប៉ុន្តែសម្រាប់គាត់ធ្វើមើលទៅដូចអត់សូវលឿនប្រហែលទេបងប្អូនគាត់ធ្វើមួយដោយសារតែគាត់នេះបងប្អូនអត់មនុស្សស្រីវាអត់ដូចជាមនុស្សប្រុសអាការធ្វើឈើបែបនេះប៉ុន្តែភាគច្រើនមនុស្សស្រីខ្លះខ្លាំងជាងមនុស្សប្រុសទៀតឥឡូវចាំមើលអស់គ្នាទៅបងប្អូនចាំមើលពេលគាត់ធ្វើឲ្យចង់ដឹងថារូបរាងស្អាតប៉ុណ្ណាអីចឹងនេះឥឡូវចាប់ដើមសេរីអាចង់ឈើនេះសិនបងប្អូនសេរីវាចេញជារូបរាងមួយដែលគាត់ចង់ធ្វើអញ្ចឹងអូ my god បងប្អូននិយាយទៅអាដែកហ្នឹងសិតតែមានលេខផងគេបងប្អូនអាកន្លែងណាត្រូវឈូសលេខម៉ានអាកន្លែងណាត្រូវឈូសលេខម៉ានគាត់មិនយកអាដែកដដែលឈូសបងប្អូនដែកនៅគៀនគាត់គឺថាច្រើនខ្លាំងមែនទែនគាត់យកមកសេរីធ្វើជារូបរាងហ្នឹងបងប្អូននេះឥឡូវឃើញតែរូបរាងនេះគឺថាចេញមកគឺថាស្អាតខ្លាំងមែនទែនអូ my god បងប្អូននិយាយទៅមិនសរសើរបានទឹកដៃផុកគាត់ធ្វើចេញមកគឺថាស្អាតណាស់បងប្អូននិយាយទៅមានពាក្យសរសើរគាត់ហើយសារតែគាត់គឺជាមនុស្សម្នាក់ដែលបកកាយអញ្ចឹងបងប្អូននេះអូ my god បងប្អូននិយាយទៅឥឡូវឃើញតែការធ្វើផុកគាត់មើលទៅចិត្តហើយបងប្អូនអូឥឡូវចាំមើលគាត់ធ្វើគេទៀតចាំមើលអស់គ្នាទៀតបងប្អូនអូឥឡូវឃើញតែការធ្វើប្រកបហើយតើបងប្អូនអញ្ចឹងវីដេអូមានតែប៉ុណ្ណេះបងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់កុំភ្លេចជួយ follow ម្នាក់មួយផងបងប្អូន